បន្ទាប់ពីថ្ងៃសែនចិនរួចកុំឲ្យយើង stress យើងក៏រៀបចំការដើរលេងខ្លះគឺយើងទៅដើរលេងនៅឆ្នេរព្រែកត្រែងបាទគឺជាតាមផ្លូវមួយហៅថាផ្លូវទៅស្ទឹងហាវកុំឲ្យយើងយូរយើងទៅជឿការចេញដំណើរទៅរកមិត្តភ័ក្តិរបស់យើងតែម្ដងមុនដំបូងយើងគិតថាគេជាអ្នកមកយឺតយើងជាអ្នកមកលឿនតែចុងក្រោយអត់ទេបាទគេមកចាំយើងនឹងមកយូរតែម្ដងហើយការដើរលេងនេះក៏គ្មានគ្នាច្រើនមកតែ3នាក់ទាំងខ្ញុំមាន2នាក់ទៀតឲ្យចាំបីគៀនផ្លូវដើម្បីរងចាំខ្ញុំទៅដល់បាទក៏ដោយការសង្ស័យមែនពួកគាត់អង្គុយចាំខ្ញុំគៀនផ្លូវឡើងមកយូរហើយខ្ញុំនឹកឃើញដាក់បត់មួយបើកភ្នែកឡើងញញឹមមិនស្រស់ស្រាយចាំថាថ្ងៃនេះជាថ្ងៃរបស់យើងហើយកុំដេកផ្ទះនៅស្មុកនៅស្មាយពេកកុំសែខ្លាំងពេកអាលោកម្ចាស់អើយដើរលេងខ្លះចាយលុយខ្លះជួបមិត្តចាស់កុំចាំដល់ថ្ងៃក្រោយ When life hurt Gainsbourg Hill ជុំគ្នាឈៀលចិត្តបានធូរស្បើយជារឿងធម្មតាបញ្ហានៅណាមិនមានមិនថាជាអ្នកក្រអ្នកនោះមិនសុំឬក៏អ្នកមានតែជួបបញ្ហាវិបត្តិក្នុងគ្រួសារវិបត្តិលុយដុល្លារគ្មានសាលាបង្រៀនបាទបន្ទាប់ពីធ្វើការជិះម៉ូតូជិត1ម៉ោងក៏មកដល់សមុទ្រមកខ្ញុំដល់សមុទ្រមុនដំបូងគេទិញក្រាមហូបមកគេមកដល់គេហូបមឹកអាំងគេហូបអីពួកខ្ញុំបានហូបក្រាមមូលហេតុមកដល់យឺតដល់សារការជិះម៉ូតូលេងបាទជិះម៉ូតូលេងនេះជាហេតុផលជិះម៉ូតូលេងតែចិត្ត1ម៉ោងមែនតើ